ក្នុងនាមជាមេដឹកនាំក៏អត់មានត្រូវការខ្វល់ទេចាត់ទុកថាគាត់ចាយចោលទាហានចាញ់ច្បាំងនេះគឺជាបេះដូងរបស់គាត់ទេដឹងគាត់និយាយថាឆ្លើយសឹក18នាក់គាត់ចាត់ទុកថាស្លាប់បាត់ហើយគិតទុកថាឆ្លើយសឹក18នាក់នោះពលីមានន័យថាចាត់ទុកទាហាននោះស្លាប់បានសេចក្តីថាលោកហ៊ុនសែនគ្មានត្រូវការខ្វាយខ្វល់ចំពោះជីវិតណាថាគ្មានត្រូវការខ្វាយខ្វល់ចំពោះជីវិតរបស់ឆ្លើយសឹកទេចាត់ទុកថាបើឯងគេចាប់ហើយឯងពលីទៅនេះគឺជាអ្វីដែលបងប្អូនគួរគិតខ្លួនឯងបងប្អូនជាកងទ័ពដែលក្រីក្រដែលគ្មានបនស័ក្តិដែលមានវិវត្តទៀតដែលមានគុណដំណាច់តែតួជាទីបំផុតបងប្អូនគិតខ្លួនឯងថាប្រសាសន៍លោកហ៊ុនសែនមានន័យថាម៉េចមានន័យថាបើឯងច្បាំងការពារអំណាចអញអូខេតែបើឯងគេចាប់អញចាត់ទុកថាឯងតៃស្មឹងហើយឯងច្បាំងការពារអំណាចអញតែបើឯងគេចាប់ទៅអញមិនខ្វល់ណាឲ្យខ្មែរនៅក្នុងស្រុកខ្លាចកុំឲ្យនិយាយស្ដីកុំឲ្យចង់ដឹងហើយកុំគិតអ្វីមិនល្អឬរិះគន់ចំពោះគាត់នៅក្នុងស្រុកគឺគាត់យកទៅមិនដល់កាយសម្ផស្សព្រាមគាត់ប្រាប់ថាគាត់ធ្វើអញ្ចឹងនឹងក្នុងស្រុកនៅក្រៅស្រុកក៏គាត់តតាំងដែរណាគាត់តតាំងមិនឲ្យរិះគន់គាត់ឬធ្វើអ្វីឲ្យគាត់មិនសប្បាយចិត្តចំណែកបងប្អូនដែលជាទាហានក្រីក្រដល់កំសត់អើយបងប្អូនអើយបើបងប្អូនច្បាំងការពារអំណាចគាត់ក៏គាត់ឲ្យបាយបងប្អូនណាតែបើបងប្អូនគេចាប់គាត់ថាបងប្អូនគាត់ចាត់ទុកថាបូជាជីវិតដើម្បីគាត់ហើយក្នុងនាមជាមេដឹកនាំក៏អត់មានត្រូវការខ្វល់ទេចាត់ទុកថាគាត់ចាយចោលទាហានចាញ់ច្បាំងនេះគឺជាបេះដូងរបស់គាត់ទេដឹងលោកហ៊ុនសែនគាត់អត់មានស្ដាយជីវិតមនុស្សទេគាត់អត់ស្ដាយជីវិតមនុស្សទេបើឯងទៅច្បាំងឯងការពារអំណាចអញការពារបើឯងគេចាប់អញដឹងទេវើយពេលដែលសម្ដេចគាត់ព្រមានតែគាត់កំពុងតែព្រួយបារម្ភមែនទេពេលគាត់ចាប់ក្បាលមីក្រូហ្វូនទម្លាប់របស់គាត់ដំបូងនិយាយស្លូតដល់ពេលគាត់ជក់ខ្យល់គាត់គម្រាមហើយគាត់គម្រាមទាំងអស់អ្វីដែលគាត់និយាយហាក់ដូចជាគាត់មិនផ្លាស់ប្ដូរចិត្តគាត់ទេនិយាយចឹងបង្កើតថៃយកទាហាន18មកគម្រាមដោះដូរអ្វីទៀតអញ្ចឹងគាត់តាមយល់ដែរតាយល់កូនជាតិឆ្លើយសឹកថៃតែងយកឆ្លើយសឹក18នាក់មកធ្វើលក្ខខណ្ឌប្រទេសណាភាគីណាក៏ដោយឲ្យតែគេចាប់ជនជាតិយើងបានគឺគេតែងយកធ្វើជារបស់ដោះដូរណាកូនប្រមាថាគេចាប់បានប្រពន្ធកូនឯងស្មានតែគេចាប់ប្រពន្ធកូនឯងទៅហ្នឹងគេថ្វាយអង្គមគេចាប់ទៅដល់ពេលគេលែងប្រពន្ធកូនឯងមកវិញវាត្រូវដោះដូរចុះបើគេចាប់កូនគេចាប់កូនគាត់ខ្លួនឯងទៅវាត្រូវការដោះដូរហើយតែងតែមានលក្ខខណ្ឌក្នុងនាមជាឆ្លើយសឹកដូចគ្នាណាអត់មានយកទៅថ្វាយអង្គមទេអូខេតែបើសិនណាជាបុតសូនឯងនិយាយថាខ្ញុំមិនគិតទេប្រពន្ធខ្ញុំពលីហើយខ្ញុំមិនគិតទេកូនខ្ញុំចាត់ទុកតាស្លាប់ហើយអាហ្នឹងបុតសូនឯងគិតថាខ្លួនជាប្តីជាឪពុកទេតើលោកហ៊ុនសែនធ្វើអញ្ចឹងជាមួយប្រពន្ធកូនគាត់ចៅគាត់ទេហើយបុតសូនឯងធ្វើអញ្ចឹងមួយកូនមួយប្រពន្ធមួយចៅទេ